សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែ Hello，大家好，我叫陈美莲，我是十万的碰学校的中文教师。កន្លងមកខ្ញុំមិនធ្លាប់សម័យថាខ្ញុំបានជាគ្រូឆ្នើមទេប៉ុន្តែខ្ញុំព្យាយាមធ្វើវាបាទព្យាយាមធ្វើវាឲ្យល្អបំផុតគាត់សូមគោរពជម្រាបសួរខ្ញុំបាទឈ្មោះមាសម៉ុងជាគ្រូផ្នែកខ្ញុំសិក្សាមកពីសាលារៀនសវណ្ណភូមិទីតាំងស្ទឹងមន្ទីរ1កន្លងមកខ្ញុំមិនធ្លាប់សម័យថាខ្ញុំបានជាគ្រូឆ្នើមទេប៉ុន្តែខ្ញុំព្យាយាមធ្វើវាបាទព្យាយាមធ្វើវាឲ្យល្អបំផុតបាទតទៅពេលខ្ញុំព្យាយាមធ្វើវាចេញលទ្ធផលមកឯងបាទវាចេញលទ្ធផលមកដោយខ្លួនឯងបាទអញ្ចឹងចំពោះសិស្សខ្ញុំវិញដូចគ្នាបាទគឺខ្ញុំព្យាយាមពន្យល់ណែនាំអប់រំគាត់ធ្វើម៉េចឲ្យគាត់ទទួលបាននៅចតុស្ដំទាំង4នៃការអប់រំគឺមានចំណេះដឹងចំណេះធ្វើបំណិនហ្នឹងបាទការចេះរស់នៅក្នុងសង្គមការធ្វើការងារជាក្រុមក៏ដូចជាឲ្យមានសិលធម៌ល្អក្នុងការរស់នៅជាមួយនឹងមិត្តភ័ក្តិក៏ដូចជាការរស់នៅក្នុងសមាជិកដ្ឋានសង្គមខាងក្រៅបាទ My name is Charles. I'm a teacher from Poipet 2 campus and I'm here at the Cambodia Japanese Hall. That's a very good question. So I think what sets Suvarnabhumi apart from other schools, I think it's diversity. Like in Suvarnabhumi, there are teachers from all over the world, and which means they're bringing different skills, different culture, and different aspects. So when we come together and we exchange ideas, it means that we are going to come up with something great. So I believe that is what sets Suvarnabhumi apart from all the other schools. And SPS is being the home of the outstanding. I'm sure it's to do with teamwork, it's to do with encouraging each other, sharing ideas, and just being there for each other and encouraging each other to do our best. Hello，大家好，我叫陈美莲，我是十万的碰学校的中文教师。ក្នុងនាមជាគ្រូម្នាក់យើងត្រូវតែមានភាពអំណត់អត់ធ្មត់នៅក្នុងថ្នាក់មានចិត្តធ្ងន់យកចិត្តទុកដាក់មើលទៅសិស្សនីមួយៗឲ្យស្មើភាពគ្នាអត់អាចថាយើងស្រឡាញ់ឬក៏មានការលំអៀងទៅលើសិស្សម្នាក់ណាឯងអញ្ចឹងមានថាការយកចិត្តទុកដាក់ចំពោះសិស្សហ្នឹងគឺយើងត្រូវតែមានស្មើគ្នាហើយយើងនឹងព្យាយាមស្វែងរកមេរៀនឬក៏អ្វីដែលបន្ថែមដើម្បីឲ្យការវិវត្តរបស់កូនសិស្សគាត់អាចរីកចម្រើនបានទៅមុខយ៉ាងឆាប់រហ័ស សាលារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា